ច្រកអន្តរជាតិប៉ោយប៉ែតនឹងស្ទឹងបត់ក្រោយពេលបើកម៉ោង 9 ព្រឹកថ្ងៃអាទិត្យនេះថៃបានមកចរចាសុំឲ្យកម្ពុជាបើកម៉ោង 8 ដូចថៃដែរទៅប៉ុន្តែកម្ពុជាបដិសេធថាថ្នាក់ដឹកនាំកម្ពុជានិងថៃខុសគ្នាបញ្ហាព្រំដែនក្រោយពីភាគីថៃសម្រេចបិទនិងកែសម្រួលពេលវេលាចេញចូលដោយឯកតោភាគីដែលខាងថៃកំណត់បើកម៉ោង 8 ព្រឹកនិងបិទនៅម៉ោង 4 រសៀលនៅច្រកប៉ោយប៉ែតស្ទឹងបត់ខណៈកម្ពុជាសម្រេចបើកនៅម៉ោង 9 ព្រឹកនិងបិទនៅម៉ោង 4 រសៀលស្រាប់តែនៅព្រឹកថ្ងៃទី 8 ខែមិថុនាឆ្នាំ 2025 ភាគីថៃបានមកសុំចរចាដោយឲ្យកម្ពុជាបើកច្រកតាមម៉ោងដែលភាគីថៃបើកនិងបិទដូចគ្នាជាមួយថៃដើម្បីកុំឲ្យពិបាកដល់ប្រជាពលរដ្ឋប៉ុន្តែភាគីកម្ពុជាក៏ប្រាប់ទៅថៃវិញថាច្បាប់របស់កម្ពុជាគឺខុសពីច្បាប់ថៃហើយថ្នាក់ដឹកនាំរបស់កម្ពុជាក៏ខុសពីថ្នាក់ដឹកនាំរបស់ថៃដែរដូច្នេះកម្ពុជាមិនអាចធ្វើអ្វីទៅតាមថៃបាននោះទេ